ចម្រើនពរមានពុទ្ធបរិស័ទនេះនឹងក្រោយភាពស្អាតគឺមានក្រុមការងារមលុបបុណ្យកូនចៅបោះបងចម្រើនមានការមមាញឹកនឹងក្នុងការរៀបចំកម្មវិធីថ្វាយសម្ដេចព្រះមហាសង្ឃរាជជាតិធម្មដីនិងសម្ដេចព្រះសង្ឃនាយកសង្ឃនាយករងគ្រប់ព្រះអង្គដែលនឹងត្រូវស្រេចស្រាប់សុគន្ធបុរីនៅក្នុងថ្ងៃបុណ្យស្រេចស្រាប់ទី14មិថុនានេះតែមុននឹងការស្អាតត្រូវមានក្រុមជាងត្រូវរៀបចំនៅគ្រឿងពលីកានិងគ្រឿងតុបតែងលម្អក្នុងកម្មវិធីបុណ្យស្រេចស្រាប់សុគន្ធបុរីតាមចឹងថាទស្សនវិជ្ជានៅក្នុងថ្ងៃនេះគឺមានការរៀបចំបដាចិត្តរួចរាល់ហើយញាតិញោម